អាមេរិកកំពុងខ្វះពងមាន់បច្ចុប្បន្ននេះអាមេរិកកំពុងខ្វះពងមាន់និងជួបវិបត្តិពងមាន់ឡើងថ្លៃខ្លាំងបញ្ហានេះបណ្ដាលមកពីការរីករាលដាលនៃជំងឺផ្ដាសាយបក្សីនិងវិបត្តិសង្គ្រាមពាណិជ្ជកម្មពិភពលោកជាពិសេសជាមួយនឹងកាណាដាដែលជាដៃគូពាណិជ្ជកម្មសំខាន់ជាងគេរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលទីក្រុង Washington កំពុងព្យាយាមស្វែងរកទិញពងមាន់រាប់រយលានគ្រាប់ពីទីផ្សារអឺរ៉ុបនិងអាស៊ីសហរដ្ឋអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចទី1ក្នុងលោកនិងមានប្រជាជនបរិភោគពងមាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប្រឈមបញ្ហាខ្វះពងមាន់វិបត្តិនេះបានធ្វើឲ្យតម្លៃពងមាន់ឡើងថ្លៃខ្ពស់នៅចន្លោះខែធ្នូឆ្នាំ2023និងខែធ្នូឆ្នាំ2024តម្លៃពងមាន់ជាមធ្យមកើនឡើងប្រមាណ 65% ពលគឺកើនឡើងពី$2.50ដល់$4.12សេនសម្រាប់ពងមាន់មួយប្រអប់12គ្រាប់នៅខែមករាឆ្នាំ2025តម្លៃពងមាន់បន្តកើនឡើងបន្ថែមទៀតរហូតដល់$4.95សេនក្រោយពេលដែលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកបញ្ហាឡើងថ្លៃពងមាន់កប់ពពកបែបនេះបណ្ដាលមកពីការរីករាលដាលនៃជំងឺគ្រុនផ្ដាសាយបក្សីប្រភេទ H5N1 ចាប់ពីឆ្នាំ2022មកទល់ពេលបច្ចុប្បន្ននេះអាជ្ញាធរអាមេរិកបានសម្លាប់មាន់ចំនួនប្រមាណ166លានក្បាលក្នុងនោះ19លានក្បាលនៅចន្លោះចុងខែមករានិងចុងខែកុម្ភៈឆ្នាំ2025នេះបើយោងតាមការបញ្ជាក់របស់ក្រសួងកសិកម្មអាមេរិកនៅអាមេរិកនៅតាមផ្សារទំនិញមួយចំនួនពងមាន់មួយប្រអប់12គ្រាប់អាចមានតម្លៃរហូតដល់ជាង$10នៅតាមផ្សារទំនិញខ្លះទៀតប្រជាពលរដ្ឋនាំគ្នាប្រមូលទិញអស់ពីស្តុកគ្មានសល់ដើម្បីដោះស្រាយវិបត្តិខ្វះពងមាន់នេះអាជ្ញាធរអាមេរិកកំពុងស្វែងរកនាំចូលបន្ថែមទៀតពីបរទេសលោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកប្រុក Brolin បានលើកឡើងថាអាមេរិកទើបតែបានចុះកិច្ចព្រមព្រៀងទិញពងមាន់រាប់រយលានគ្រាប់ពីប្រទេសទូគីនិងកូរ៉េខាងត្បូងលោកស្រីរដ្ឋមន្ត្រីរូបនេះបានបន្តទៀតថាចំនួនដ៏ច្រើននេះអាចជួយធ្វើឲ្យតម្លៃពងមាន់នៅទីផ្សារទូទាំងប្រទេសធ្លាក់ចុះទម្រាំអាមេរិកមានសត្វមាន់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋអាមេរិកដោយឡែកលោកសាស្ត្រាចារ្យជនជាតិកាណាដាមួយរូប Siva-in Chaboy ជំនាញផ្នែកឧស្សាហកម្មចំណីអាហារបានលើកឡើងថាកាណាដាជាដៃគូពាណិជ្ជកម្មនិងជាប្រទេសដែលផ្គត់ផ្គង់ទំនិញដ៏សំខាន់ដល់សហរដ្ឋអាមេរិកក៏ប៉ុន្តែនាពេលថ្មីៗនេះប្រទេសទាំងពីរកំពុងមានសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដែលធ្វើឲ្យទំនិញមួយចំនួនរបស់ប្រទេសទាំងពីរឡើងថ្លៃខ្លាំងលោកសាស្ត្រាចារ្យរូបនេះបានបន្តទៀតថាសុទ្ធគឺមានសារៈសំខាន់សម្រាប់ប្រជាជនអាមេរិកពីព្រោះថាសុទ្ធសម្បូរប្រូតេអ៊ីនច្រើនក្រៅពីទូគីនិងកូរ៉េខាងត្បូងរដ្ឋាភិបាលទីក្រុង Washington ក៏កំពុងស្វែងរកទីផ្សារអឺរ៉ុបដូចជានៅប៉ូឡូញនិងលីទុយអានីដើម្បីដោះស្រាយវិបត្តិខ្វះស៊ុតក្នុងប្រទេសរបស់ខ្លួនអានដោយសំឡេងសាប៉ានិមិត្តសារិកា AI